បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខដែលមានឈ្មោះថាផាក់ឡូវពោះជ្រូកហើយនឹងក្បាលជ្រូកបាទបងប្អូនបាទថ្ងៃនេះពិតជាឆ្ងាញ់ទៀតហើយបាទបងប្អូនមើលទៅទំនងទេបាទបងប្អូនបាទសម្រាប់មុខម្ហូបនេះដែរតើមានគ្រឿងផ្សំនិងវិធីធ្វើយ៉ាងណានោះសូមបងប្អូនមកទស្សនាជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទបងប្អូនសូមគោរពអញ្ជើញបាទជាដំបូងយើងដាក់បំពងខ្ទឹមរបស់យើងបាទបងប្អូនបាទចំពោះខ្ទឹមនេះយើងដាក់ខ្ទឹមមួយច្រើនបន្តិចបាទព្រោះអីសាច់របស់យើងច្រើនដែរបាទបងប្អូនដើម្បីឲ្យឈ្ងុយបាទបងប្អូនឃើញថាខ្ទឹមរបស់យើងក្រហមហើយដាក់ទឹកត្រីចូលបាទបាទជាបន្តទៀតយើងដាក់ស្ករក្រហមចូលមកបាទបងប្អូនមិនខ្ញុំច្រឡំដាក់ទឹកត្រីចូលបាទតែបើដាក់ចូលហើយមិនអីទេបាទបងប្អូនយើងកយវាចេញទៅពៀនទៅបាទបងប្អូនដើម្បីកន្លោចស្ករយ៉ាងសិនបាទបាទឥឡូវឃើញថាស្ករយើងក្រហមហើយយើងពីខ្ទឹមដែលយើងកយទៅចំហៀងនោះដាក់ចូលជាមួយគ្នាមកបាទបងប្អូនអូវាច្បងចូលគ្នាឲ្យសព្វបាទបងប្អូនបាទចំពោះស្ករនេះយើងកូរវាឲ្យឡើងក្រហមឡើងជើងក្រងទៅមកបាទបងប្អូនកូរយើងបន្តិចមកបាទបងប្អូនជាបន្តទៀតយើងដាក់ស្ករសបន្ថែមបាទប៊ីចេងបាទបងប្អូនហើយនឹងម្សៅរ៉ូឌីបាទបងប្អូនប៊ីចេងយើងដាក់រួចយើងដាក់រ៉ូឌីជាបន្តទៀតយើងដាក់ប្រេងខ្យងចូលមកបាទបងប្អូនប្រេងខ្យងហើយយើងក៏កូរចូលជាតិគ្នាមកបាទបងប្អូនបាទជាបន្តទៀតយើងដាក់ទឹកស៊ីអ៊ីវខាប់បាទបងប្អូនបន្តទៀតយើងដាក់ម្រេចខ្មៅហើយនិងម្រេចសបាទបងប្អូនបុកឲ្យចូលជាតិគ្នាមកឲ្យបែកអ៊ិតអញ្ចឹងមកបាទបងប្អូនម្រេចខ្មៅរួមជាមួយម្រេចសបាទបងប្អូនបុកឲ្យល្អិតបាទជាបន្តទៀតយើងដាក់ម្សៅឈើអែមបាទបងប្អូនដែលយើងបុកល្អិតហើយបាទបងប្អូនសម្បកឈើអែមនេះសម្បកនេះបាទបងប្អូនបាទជាបន្តទៀតយើងបន្ថែមទឹកដើម្បីវាកុំឲ្យគ្រឿងរបស់យើងខ្លោចបាទបងប្អូនបាទបន្តទៅទៀតយើងដាក់សាច់យើងចូលមកបាទបងប្អូនពោះជ្រូកហើយនៅតិចជ្រូកក្បាលជ្រូកយើងចូលហើយបាទបងប្អូនដើម្បីកកូរវាសព្វចូលជាតិនឹងគ្រឿងរបស់យើងបាទបាទឥឡូវយើងបន្ថែមផ្កាច័ន្ទនិងឈើអែមរបស់យើងបាទបងប្អូនជាបោះចូលជាតិគ្នាមកបាទជាបន្តទៀតយើងដាក់ខ្ទឹមក្រហមចូលមកបាទខ្ទឹមក្រហមបាទសម្រាប់ខ្ទឹមក្រហមនេះ
ស្រេចតែបងប្អូនមានចំណងចំណូលបើមិនមានចំណងចំណូលក៏មិនបាច់ដាក់ក៏បានដែរបាទបងប្អូនបាទឥឡូវឃើញថាគ្រឿងគ្រូយើងដាក់សពគ្រប់ហើយយើងរំងាស់វាឲ្យក្រហមសិនមកបាទបងប្អូនបាទយើងឃើញថាគ្រឿងគ្រូយើងបន្ថែមបន្តិចបាទបងប្អូនមានរំដេងក្រូចបាទបងប្អូនបន្ថែមទៅទៀតបាទឲ្យមានជាតិឈ្ងុយបាទបន្ទាប់ពីយើងដាំឲ្យពុះម្សៅហើយយើងក៏កូរវាឲ្យឡើងចូលជាតិគ្នាតិចមកបាទបងប្អូនដើម្បីរំងាស់ឲ្យក្រហមបាទបងប្អូនបាទយើងក៏កូរវាឲ្យសព្វជាមួយគ្រឿងរបស់យើងមកបាទបងប្អូនឲ្យវាឡើងក្រហមបាទបាទឥឡូវឃើញថាយើងកូរវាម្សៅហើយយើងបិទវាបន្តទៀតបាទបងប្អូនដើម្បីវាឡើងក្រហមបាទឥឡូវឃើញថាសាច់របស់យើងឡើងក្រហមហើយបាទបងប្អូនក្រហមបដើហើយបាទចិត្តឆ្អិនហើយបាទបងប្អូនយើងក៏កូរបន្តទៀតមកបាទបាទឥឡូវឃើញថាក្រហមបដើហើយបាទបងប្អូនផាក់ឡូវរបស់យើងបាទចាប់ផ្ដើមចេញរូបរាងហើយបាទឥឡូវយើងចាក់ទឹករំងាស់វាម្ដងទៀតបាទបងប្អូនឃើញថាក្រហមហើយបន្ថែមទឹកតាមដែលយើងចង់បានបាទបាទបន្តទៅទៀតយើងបិទគម្របវាឲ្យរំងាស់វាឲ្យផុយម្សៅទៀតបាទបងប្អូនបាទបន្ទាប់ពីយើងរំងាស់វាមួយរយៈមកបាទវាឡើងក្រហមហើយបាទបងប្អូនផាក់ឡូវរបស់យើងឡើងក្រហមហើយបាទសម្រាប់ការរំងាស់នេះគឺយើងរំងាស់ទាល់តែសាច់យើងផុយបាទសាច់យើងផុយបាទបងប្អូនបាទបន្ទាប់ពីយើងរំងាស់ម្សៅទៀតហើយឃើញថាសាច់របស់យើងផុយហើយបាទបងប្អូនសាច់យើងឆ្អិនហើយបាទផុយល្អណាស់បាទបងប្អូនមើលទៅទំនងទៅបាទមួយចង់ញ៉ាំបាទបងប្អូនក៏ហមល្អណាស់បាទបងប្អូនបាទឥឡូវឃើញថាសាច់ផាឡូវរបស់យើងឆ្អិនហើយបាទបងប្អូនឥឡូវយើងដួសដាក់ចានសិនមកបាទបងប្អូនបាទម្ហូបពិសេសយើងឆ្អិនហើយបាទបងប្អូនបាទអរគុណសម្រាប់ការចូលមកទស្សនាពីសំណាក់បងប្អូនទាំងអស់គ្នាបាទជាចុងក្រោយសូមគោរពជូនពរបងប្អូនឲ្យជួបប្រទេសតែពុទ្ធពរទាំង4ប្រការអាយុវណ្ណៈថាពលៈបាទកុំបីគ្លៀងគ្លៀនឡើយសូមអរគុណសូមជម្រាបលាបាទបងប្អូនជួបគ្នាវីដេអូក្រោយៗទៀតបាទ